បាទជំរាបសួរស្រីបងប្អូនទាំងអស់គ្នាបាទស្វាគមន៍ជាថ្មីម្ដងទៀតបាទមកកាន់វីដេអូរបស់ខ្ញុំមួយនេះបាទអញ្ចឹងថ្ងៃនេះគឺប្រពន្ធខ្ញុំបាទគាត់ទៅផ្សារបាទក៏បានទិញក្បាលត្រីឆ្ដោ1គីឡូបងប្អូនហើយអញ្ចឹងក៏មកដល់ក៏មិនដឹងយកធ្វើអីដែរបាទអញ្ចឹងក៏យកវាមកស្លម្ជូរតែម្ដងបាទសម្លម្ជូរនេះគឺសម្លម្ជូរក្បាលត្រីឆ្ដោបងប្អូនអើយបាទហើយក៏បន្លែរបស់យើងគឺខ្ញុំដាក់ផ្សិតបាទហើយក៏មានម្រះប្រូផងដែរបាទអញ្ចឹងគឺក្បាលត្រីឆ្ដោបាទគឺយើងត្រូវតែសម្លម្ជូរហ្នឹងហើយបានវាត្រូវគ្នាណាបងប្អូនបាទហើយពាក្យបុរាណគេថាក្បាលត្រីឆ្ដោគឺយើងដាក់ម្ជូរសណ្ដាន់បាទប៉ុន្តែជាក់ស្ដែងបងប្អូនអើយបាទឥឡូវនេះគឺគ្មានម្ជូរសណ្ដាន់ទេរោមបានទេបាទអញ្ចឹងគឺខ្ញុំប្រើជាមួយនឹងត្រួយ7បងប្អូនណាបាទត្រួយ7ខែនេះគឺវាលាស់ច្រើនណាបាទអញ្ចឹងគឺរបៀបធ្វើគឺមិនខុសគ្នាអីទេបាទគឺងាយស្រួលទេបាទគឺយើងដាំទឹកដាក់មួយលឹកគ្រៃបាទហើយជាមួយនឹងដេងលឹកក្រូចអីទៅបាទហើយយើងដាក់មួយត្រីបាក់អីចឹងណាបាទមានប្រហុកមានអីទៀតបាទហើយនេះគឺជាត្រួយ7របស់យើងដែលយើងបានបេះមកណាបាទយើងដាក់ត្រួយ7ទៀតបាទរឹតតែអេមបាទហើយយើងកាត់បងប្អូនបាទខ្ញុំធ្វើខ្ញុំបានថតពេញទេបាទអញ្ចឹងគឺខ្ញុំកាត់មកដល់ឆ្អិនតែម្ដងណាបាទហើយក៏មុខម្ហូបនេះគឺផ្ញើដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះបាទគឺមិនមានអីច្រើនទេបាទថ្ងៃនេះគឺមានមុខម្ហូបតែប៉ុណ្្នឹងឯងបាទហើយក៏អរគុណបងប្អូនទស្សនាវីដេអូរបស់ខ្ញុំបាទអញ្ចឹងជាចុងក្រោយបាទគុណបាទសូមជម្រាបលាបាទបាយបាយ